សិក្ខាបទមនុស្សល្អមនុស្សល្អគឺមនុស្សចេះទូលមានខ្លួនមនុស្សល្អរមែងមិនត្រេកអរក្នុងអំពើអាក្រក់អំពើល្អមនុស្សល្អធ្វើបានដោយងាយអំពើល្អមនុស្សអាក្រក់ធ្វើបានដោយកម្រអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយអំពើអាក្រក់ព្រះអរិយបុគ្គលបានផ្ដាច់បង់អស់ហើយទូនាទីភរិយាសិក្ខាបទទី1ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវចាត់ចែងការងារឲ្យបានល្អភរិយាត្រូវតម្កល់ខ្លួនឲ្យប្រពៃចាត់ចែងការងារឲ្យដល់ស្វាមីដោយសេចក្តីមិនខ្ជិលខ្ជាទុកស្មើដូចម្ដាយឬប្អូនស្រីពុំនោះសោតទេត្រូវទុកស្មើជាមិត្តសម្លាញ់ជាមួយនឹងស្វាមីរបស់ខ្លួនហើយបើចាត់ទុកខ្លួនដល់ទៅថ្នាក់ស្មើដោយទាស័យបំរើម្ចាស់ក៏វាគ្មានថោកទាបអ្វីឡើយនេះគឺពោលចំពោះការចាត់ចែងក្នុងកិច្ចការងារនៃភរិយាល្អដែលជាភរិយាស្រឡាញ់ការងារពាក្យថាប្រពន្ធប្រែថាចំណងរួតរឹតដូច្នេះប្រពន្ធគឺជាស្ត្រីម្នាក់ដែលចងប្តីដោយចរិយាមាយាទល្អសណ្ដាប់ធ្នាប់សីលធម៌ឆ្លៀសវៃស្មោះត្រង់និងចាត់ចែងការងារក្នុងផ្ទះដោយប្រពៃកុំខ្ជិលកុំទម្រុនព្រោះការខ្ជិលជាប្រធាននៃសេចក្តីវិនាសបើធ្វើរឿយរាល់ថ្ងៃទៅជាទម្លាប់ដ៏ល្អការងារសពគ្រប់បីដូចជាអលង្ការដូចនេះឲ្យតែការងារប្រសិទ្ធៈទោសធ្វើទៅទោះច្រើនយ៉ាងណាត្រូវគិតថាជាសិរីសួស្តីបានកើតមកជាស្រីហើយមានប្តីត្រូវតែជាភរិយាល្អឲ្យខាងតែបានសិក្ខាបទទី2ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវសង្គ្រោះជនជាញាតិទាំងពីរខាងគឺទាំងខាងស្វាមីទាំងខាងខ្លួនឯងដោយល្អតែងបានឮរឿយនៅពាក្យនេះថាមានប្រាក់គឺមានអ្វីទាំងអស់រួមទាំងគ្រោះថ្នាក់ការចង្អៀតចង្អល់ព្រោះគេសុំគេខ្ចីនិងទាំងអ្នកដតីច្រណែនផងមែនទេប៉ុន្តែបើពោលឲ្យត្រូវជាងនឹងគួរពោលថាមានបុណ្យគឺមានអ្វីទាំងអស់មនុស្សយើងមិនអាចមាននៅសេចក្តីសុខគ្រប់យ៉ាងដោយគ្រាន់តែមានប្រាក់នោះទេវាត្រូវអាស្រ័យប្រាជ្ញាប្រើប្រាស់ចាត់ចែងនៅប្រាក់នោះឲ្យបានល្អជាការដ៏សំខាន់ជៀសវាងការចាត់ចែងនៅក្នុងការងារដែលមានទោសជាពិសេសចងមិត្តឲ្យបានច្រើនដោយការបរិច្ចាគសង្គ្រោះព្រោះជីវិតមានតម្លៃអាស្រ័យអ្នកដទៃរាប់អានពេញចិត្តប៉ុន្តែបើខ្វះការរាប់អានស្រឡាញ់ពេញចិត្តអំពីអ្នកដទៃទោះបីយើងជាសេដ្ឋីក៏ដោយវាដូចជាចំណីក្រៀមក្រោះដែលខ្សោះរសជាតិអីចឹងឯងជីវិតពិតជាគ្មានតម្លៃអ្នកដទៃញាតិមិត្តគេចាត់ថាយើងស្លាប់បាត់ទៅហើយព្រោះយើងខ្វះការសង្គ្រោះញាតិសិក្ខាបទទី3ភរិយាក៏បីសិក្សាថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តស្វាមីឡើយចិត្តមនុស្សមិនងាយមើលធ្លុះសាំញ៉ាំស្រកេកស្រកាក់ចិត្តសត្វដេរឆានងាយសង្កេតឲ្យដឹងជាងភរិយាស្វាមីមានក្តីស្នេហាបានយល់ចិត្តគ្នាហើយព្រមរៀបការរហូតមានបុត្រមានទាំងធីតាតែនៅក្បត់គ្នាអាពាហ៍ពិពាហ៍អស់ខ្យល់នៅថ្ងៃរៀបការហៅអស់ញាតិមិត្តបងប្អូនឆ្ងាយជិតស្កាត់មកមិនសល់ធ្វើខ្លួនស្អាតបាតដើម្បីមង្គលម៉ែឪរវល់ 4-5 សប្តាហ៍ម៉ែឪចងដៃមកហាឲ្យពរព្រះសង្ឃសូត្រធម៌អញ្ជើញទេវតាអញ្ជើញព្រះឥន្ទព្រះព្រហ្មផងណាคล้ายជាឥតការព្រោះចិត្តមិនស្មោះចិត្តស្មោះត្រង់នាំមកនៅកិត្តិយសការសរសើរលើកដំកើងអំពីអ្នកផងទាំងពួងដូច្នេះមានតែការតាំងចិត្តមើងម៉ាត់របស់ខ្លួននេះឯងដែលអាចទទួលយកបាននៅមង្គលល្អប្រកបប្រជា
ស័ក្តិសិទ្ធិជាងពរទេវតាឥនព្រំទៅទៀតដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធព្រះបរមពោធិសត្វត្រូវមាននៅអធិដ្ឋានបារមីគឺការតាំងព្រះទ័យមាំក្នុងការងារមិនមែនបានត្រាស់ដោយសារការឲ្យពរជ័យពីអ្នកដទៃនោះឡើយធ្វើជាមនុស្សត្រូវជឿលើការតាំងចិត្តរបស់ខ្លួនជាសំខាន់សិក្ខាបទទី4ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបានមកមិនមែនមិនឲ្យចាយទេប្រាក់នោះប៉ុន្តែចាយឲ្យមានរបៀបដាច់ខាតកុំលេងលបែងស៊ីសងមានបៀជាដើមឲ្យសោះកុំឲ្យមានចិត្តលួចលាក់ទុកប្រាក់ប៉ុណ្ណេះប៉ុណ្ណោះនាំឲ្យមានឈ្មោះថាភរិយាជាចោរត្រូវការប្រើប្រាស់ចាត់ចែងធំដុំត្រូវជំនុំជាមួយស្វាមីនិងម្យ៉ាងទៀតកុំចង់ហឺហាដោយសម្ភារៈហួសសមត្ថភាពឬហួសប្រាក់ចំណូលត្រូវរស់នៅឲ្យស្វាមីទុកចិត្តស្វាមីមានកម្លាំងចិត្តធ្វើការដ៏ក្រៃលែងបើទ្រព្យសម្បត្តិនៅផ្ទះគង់វង្សព្រោះនាងជាភរិយាមានមាយាទចេះទុកដាក់ថែទាំដោយប្រពៃភរិយាជានារីថ្លៃមានពាក្យសម្ដីស្រទន់ពិរោះប្រកបដោយទឹកមុខស្រស់បោះទទួលស្វាមីមកពីធ្វើការឡាក់រឿងកម្លាំងចិត្តពិតជាពិសេសជាងកម្លាំងកាយដូច្នេះសូមភរិយារៀបចំនៅកម្លាំងទាំងពីរឲ្យដល់ស្វាមីកុំធ្វេសប្រហែសផ្នែកខាងកម្លាំងចិត្តឲ្យសោះត្រូវព្យាយាមជានិច្ចរាល់ថ្ងៃឲ្យទៅជាទម្លាប់លទ្ធផលជាទីគាប់ចិត្តវានឹងត្រូវបានមកខ្លួនឯងជាភរិយានឹងហើយសិក្ខាបទទី5ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវតែជាស្រីឆ្លាតឆ្លៀសមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួងភរិយាគប្បីពិចារណាខ្លួនឯងឲ្យបានរឿយថាកិច្ចការមេផ្ទះអាត្មាអញបានបំពេញល្អដែរទេមានសេចក្តីខ្ជិលមកច្របូកច្របល់ដែរឬអត់ទេបើឃើញថាខ្វះខាតគួរបំពេញបើច្បាស់លាស់ពេញលេញល្អហើយក៏រក្សាឲ្យល្អទៅការងារឆ្លាតវៃជាមង្គលដ៏ឧត្តមសម្ដីអាក្រក់លាមករបស់អ្នកដទៃគឺទុកត្រឹមអ្នកដទៃចុះកុំស្រវាប្រមូលមកឲ្យប្រឡាក់ដល់ខ្លួនឯងទោះបីជាអំពើដោយកាយក៏ដោយត្រង់អ្នកដទៃធ្វើឬមិនធ្វើជាកិច្ចការងាររបស់គេបើថាជាកូនចៅក៏អប់រំទូលមានប្រដៅទៅប៉ុន្តែចំពោះខ្លួនឯងវិញត្រូវតាំងស្មារតីកសាងស្នាដៃកុំភ័យក្រែងល្អលើសគេពេកនោះពេលរស់នៅមិនយូរប៉ុន្មានឡើយឱកាសសាងល្អមានតិចតួចណាស់ឈ្នះសេចក្តីល្ងងរបស់ខ្លួនឯងបានដោយការសិក្សាស្វែងយល់ឈ្នះសេចក្តីខ្ជិលបានដោយការព្យាយាមឈ្នះសេចក្តីក្រោធបានដោយការមិនក្រោធឈ្នះសេចក្តីអាក្រក់ដោយការធ្វើអំពើល្អឈ្នះសេចក្តីកំណាញ់ដោយការឲ្យទានឈ្នះការនិយាយលេះលោះដោយពាក្យបានការ